ទីគោរពនិងជាទីមេត្រីតទៅនេះនាងខ្ញុំសូមជូនព័ត៌មានរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនប្រជាពលរដ្ឋដែលមានជីវភាពទីតក្រចំនួន127គ្រួសារស្ថិតក្នុងសង្កាត់បរិយាខាក្រុងបៃលិនខេត្តបៃលិនបានទទួលគ្រឿងឧបភោគបរិភោគនិងថវិកាដែលជាអំណោយឯកឧត្តមអ៊ីឈៀននិងលោកជំទាវបានស្រីមុំអ្នកតំណាងរាស្ត្រមណ្ឌលបៃលិននៅព្រឹកថ្ងៃទី23ខែកក្កដាឆ្នាំ2015ឯកឧត្តមសៅសរ៉ាត់អភិបាលរងខេត្តបៃលិនតំណាងដល់ខ្ពង់ខ្ពស់លោកជំទាវបានស្រីមុំអ្នកតំណាងរាស្ត្រមណ្ឌលបៃលិននឹងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវព្រមទាំងបងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដើម្បីបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់បរិយាខាក្រុងបៃលិនខេត្តបៃលិនថ្លែងក្នុងឱកាសនោះដែរឯកឧត្តមសៅសរ៉ាត់អភិបាលរងខេត្តបានមានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថាទោះបីឯកឧត្តមអ៊ីឈៀននិងលោកជំទាវមានភារកិច្ចការងាររវល់មមាញឹកយ៉ាងណាក្តីក៏ប៉ុន្តែគ្រប់កលៈទេសៈឯកឧត្តមនិងលោកជំទាវគឺមានការនឹករលឹកមកពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នាឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសូមអញ្ជើញទៅធ្វើឲ្យបានគ្រប់គ្នាជាក់ស្ដែងនៅថ្ងៃនេះគ្រឿងឧបភោគប្រហុកខ្មែរដែលអ្នកស្រុកស្រែចម្ការយើងនិយមចូលចិត្តនោះពេលនេះបានយកមកចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីតក្រចំនួន127គ្រួសារស្ថិតក្នុងសង្កាត់បរិយាខាដោយក្នុងមួយគ្រួសារទទួលបានប្រហុក2គីឡូក្រាមនិងថវិកា10000រៀលអាជ្ញាធរភូមិ3នាក់ម្នាក់ទទួលបាន150,000រៀលដោយឡែកកុមារាកុមារី57នាក់ទទួលបាននំស្ករគ្រាប់1ថង់និងថវិកា3000រៀលទន្ទឹមនោះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅបើមានបញ្ហាសុខភាពនោះសូមអញ្ជើញទៅទទួលការពិនិត្យពិគ្រោះព្យាបាលនៅពេទ្យការិយាល័យតំណាងរាស្ត្ររៀងរាល់2សប្តាហ៍ម្ដងដោយឥតគិតថ្លៃសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនាព័ត៌មានរបស់ការិយាល័យតំណាងរាស្ត្រមណ្ឌលបៃលិនសូមអរគុណសូមគោរពលា